ការពិតនៅពីក្រោយទំនាក់ទំនងរវាងបុរសនិងស្ត្រីតើអ្នកហ៊ានស្ដាប់ការពិតទេខ្ញុំប្រាប់អ្នកការពិតនៃការខូចចិត្ត12ចំណុចនៅពីក្រោយទំនាក់ទំនងរវាងបុរសនិងស្ត្រីភាគច្រើនវាប្រកបនិយមណាស់ទី1ការលែងលះរវាងស្វាមីនិងភរិយាមើលខាងក្រៅគឺបែកបាក់មនោសញ្ចេតនាតែធាតុពិតគឺដោយសារមិនបានបំពេញឲ្យគ្នាគ្រប់គ្រាន់នៅផលប្រយោជន៍ទៅវិញទេទី2បរិសច្រើនតែដូចជាសត្វចចកគំនិតគឺមានលក្ខណៈជាការសម្រេចចិត្តស្ត្រីច្រើនតែដូចឆ្មាគំនិតគឺមានលក្ខណៈជាការសាកល្បងទី3នៅពេលដែលអ្នកចូលចិត្តនារីម្នាក់ខ្លាំងអ្នកកុំទៅដេញតាមស្រឡាញ់នាងអ្នកត្រូវតែស្រូបទាញនាងទី4ទោះជាមានស្នេហាជ្រាលជ្រៅប៉ុណ្ណាក៏ដោយគង់មានថ្ងៃណាមួយនឹងប្រែប្រួលទទួលបានបទពិសោធន៍នៃសេចក្តីស្នេហារស់រវើកគឺមិនមែនហៅថាសមត្ថភាពទេអាចរស់នៅចុះសម្រុងនឹងគ្នាបានជាធម្មតាទើបមានសមត្ថភាពអស្ចារ្យពិតប្រាកដទី5កុំសង្ឃឹមហួសហេតុថាដោយសារតែអ្នកជាមនុស្សល្អទើបគេមិនធ្វើបាបអ្នកហើយត្រូវជឿជាក់លើគេតាមពិតនោះអ្នកដទៃដោយសារតែអ្នកអាចនាំឲ្យគេនៅផលប្រយោជន៍នោះទេទើបគេមិនធ្វើបាបអ្នកទី6មនុស្សស្រីនិយាយថាលែងលះអ្វីដែលនាងបង្ហាញជាញឹកញាប់គឺការសាកល្បងប៉ុន្តែនៅពេលដែលមនុស្សប្រុសនិយាយថាលែងលះវិញនោះគាត់ជាញឹកញាប់គឺចង់ប្រាប់អ្នកនៅការសម្រេចចិត្តរបស់គាត់ទី7ទំនាក់ទំនងដែលប្រកបរវាងបុរសនិងស្ត្រី